សួស្តីពុកម៉ែបងប្អូននិងគ្នាយើងអ្នកដែលពេញនិយមតាមដានមើលរឿង Anime One Piece ទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់ជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទ VC សម្រាប់សាច់រឿងបន្តទៀតហើយណាបាទក៏ប៉ុន្តែមុននឹងឈានចូលដល់ការសម្រាប់សាច់រឿងមួយនេះក៏អរគុណទៅដល់អ្នកឧបត្ថម្ភរបស់យើងក្នុងនោះរួមមានសុវណ្ណស្រីមាសតូចសីហាភុនកកដាអរគុណទៅដល់អ្នកទាំង3ធំមែនតើនៅក្នុងការឧបត្ថម្ភមួយនេះហើយពិតជាជូនពរទៅដល់អ្នកទាំងអស់គ្នាជួបតែសំណាងល្អនិងសុខភាពល្អទទួលរកស៊ីមានបានទាំងអស់គ្នានិងរៀនកាន់តែពូកែហើយចំពោះគ្នាយើងណាដែលចង់ជួយឧបត្ថម្ភadminក៏អាចជួយឧបត្ថម្ភតាមរយៈ QR scan នេះផងដែរអរគុណទៅដល់គ្នាយើងទុកជាមុនផងដែរហើយកុំឲ្យខាត់ពេលវេលារបស់គ្នាយើងយូរទៅទៀតតោះទៅតាមដានសាច់រឿងរបស់យើងតែម្ដងទៅណាបាទមុននឹងឈានចូលដល់អេពីសូតថ្មីសូមរំលឹកការពិភាក្សាមុនបន្តិចអំឡុងពេលដែលពួកទាហានជើងទឹកបានវាទៅលើកោះចំណែកខាងរបស់ Bonnie ឯវិញគឺបានចាត់ការជាមួយសត្រូវដែលបានហុំព័ទ្ធពួកគេនៅមុខសំពៅរបស់មនុស្សយក្សនឹងឯងចំពោះខាងណាមីឯវិញហ្នឹងក៏ប្រឈមមុខគ្នាជាមួយនឹងតាសឺឋានដែលពួកគេអត់ទាន់ដឹងថានឹងគឺជាតាសឺឋាននោះទេប្រុកលើកឡើងដែលថាតានឹងគឺជាជាងក្តារមែនចំពោះឯអាតាជ្រូកព្រៃហ្នឹងនៅតែបន្តដេញតាមទៅកាន់ខាង Luffy បន្តទៅទៀតចំណែកតាម៉ាស់ដែលជាបាក់សីហ្នឹងគាត់គឺបានទៅរកជាមួយនឹងយ៉កដើម្បីស្វែងរកទីតាំងរបស់ Dr. Vegapunk ក្រោយមកគាត់គឺបានឡើងទៅខាងលើនៃ Punk Record ហើយគាត់គឺបានស្ដាប់ឮជាមួយនឹងវីដេអូរបស់ Dr. Vegapunk ដែលកំពុងតែចាក់ផ្សាយបន្តផ្ទាល់នឹងផងដែរគាត់គឺបានរកឃើញជាមួយនឹង Den Mushi ក៏ដូចជាបានឡើងទៅខាងលើនៃ Punk Record គឺបានឃើញជាមួយនឹងខួរក្បាលរបស់ Dr. Vegapunk ចំណែកសន្ទរកថានៃ Dr. Vegapunk នៅតែបន្តហើយខាងតាម៉ាស់ឯនេះវិញហ្នឹងគាត់គឺបានដើរទៅមើលជាមួយនឹងខ្យង Den Mushi ហើយគាត់នឹងបំរុងជន់ចំណែកសាច់រឿងគឺបានកាត់ទៅដល់ក្មេងៗនៃភូមិរបស់អ៊ូសូបចំពោះក្មេងៗទាំងអស់គ្នាហ្នឹងគឺពួកគេបាននិយាយដែរថាពួកគេគឺចង់មើលឃើញជាមួយនឹងរូបរាងរបស់ Dr. Vegapunk ប៉ុន្តែត្រូវបាន manager ម្នាក់គាត់និយាយដែរថាมันអាចនោះទេដោយសារតែអា Den Mushi មួយហ្នឹងគឺវាមានទំហំធំខ្លាំងណាស់ធំដូចជាទំហំរបស់យក្សអញ្ចឹងហើយអ្វីដែលតែសំខាន់ហ្នឹងគឺពួកគេអត់មានលុយគ្រប់គ្រាន់នៅក្នុងការទិញអា Den Mushi មួយហ្នឹងដើម្បីមើលវីដេអូរបស់ Dr. Vegapunk នោះទេបានត្រឹមតែឲ្យពួកគេហ្នឹងអង្គុយស្ដាប់សំឡេងរបស់ Dr. Vegapunk តែប៉ុណ្្នឹងឯងហើយសាច់រឿងគឺបានកាត់ទៅដល់ឡាប៊ូនណេះវិញដែលគាត់ហ្នឹងគឺបានចេញពីទឹកក៏ដូចជាបានស្ដាប់ជាមួយនឹងសំឡេងរបស់ Dr. Vegapunk ផងដែរប៉ុន្តែសាច់រឿងគឺបានបង្វែរទៅដល់ទីកន្លែងកំណើតនៃ Dr. Vegapunk ហើយក្មេងម្នាក់ហ្នឹងបានសួរទៅកាន់លោកតារបស់គេដែរថាលោកតាតើ Dr. Vegapunk ហ្នឹងគឺជា Frankie ដែលពួកយើងបានឃើញហ្នឹងមិនមែនដែលលោកតាតបវិញថាមិនមែននោះទេចំពោះឯកោះដែលបានឈប់ទៅដល់ហ្នឹងគឺនៅពេលនេះពួកគេទាំងអស់គ្នាគឺបានដឹងដែរថា Dr. Vegapunk គឺជាបិតានៃវិទ្យាសាស្ត្រប៉ុន្តែគាត់គឺបានគិតទៅដល់លើ Dr. Chopper របស់យើងនិងអ្នកព្យាបាលអ្នកភូមិរបស់ពួកគាត់ហ្នឹងឯងចំពោះនៅលើកោះរ៉ពួកគេគឺបានស្ដាប់អំពីព័ត៌មាននៃថ្លែងសន្ទរកថារបស់ Dr. Vegapunk ផងដែរមិនមែនតែត្រឹមនឹងនោះទេជុំវិញពិភពលោកហ្នឹងគឺពួកគេបានស្ដាប់ទាំងអស់គ្នាតែម្ដងចំពោះឯតាម៉ាស់គឺបានជន់ជាមួយនឹងខ្យល់មួយនឹងចេញចោលក៏ប៉ុន្តែអា Den Mushi ដែលគាត់ជន់ហើយដែលធំហ្នឹងគឺវាបានបែកទៅជាអា Den Mushi តូចមួយទៀតហើយសម្លេងរបស់ Dr. Vegapunk នៅតែបន្តចាក់ទៅផ្ទាល់ទៀតចំពោះឯតាម៉ាស់គាត់ក៏បានបំលែងរាងកាយរបស់គាត់ទៅជាបាក់សីវិញក៏ដូចជាស្រែកដែរថាទៅនៅពេលនេះ Den Mushi ដែលបានចាក់បញ្ចាំងអំពីព័ត៌មានរបស់ Dr. Vegapunk កំពុងតែផ្សាយបន្តផ្ទាល់វានៅទីណាឲ្យប្រាកដហើយនៅក្នុងអំឡុងពេលហ្នឹងផងដែរតាទាំង5នាក់ផ្សេងទៀតគឺបានស្រែកដែរថា Master តើឯងនៅពេលនេះហ្នឹងទៀមទាពេលប្រមាណទៀតបានឯងអាចរកឃើញជាមួយនឹង Den Mushi ចាក់បញ្ចាំងមួយហ្នឹងគួរតែបំផ្លាញវាឲ្យលឿនឡើងទៅមុនតែអាតាកចាស់ផាំងនិយាយអំពីរឿងការពិតទាំងអស់ហ្នឹងនៅពេលជាមួយនឹងគ្នាហ្នឹងតាម៉ាស់ក៏បានលើកឡើងអំពី head Paul ដែលពួកគាត់គឺបានមកកម្ចាត់ជាមួយនឹងកោះ X Head ហ្នឹងក៏ដោយសារតែ Dr. Vegapunk គឺបានសិក្សាអំពីភាពនៃ100ឆ្នាំនៃភាពទទេស្អាតគឺវាដូចទៅនឹងអ្នកស្រាវជ្រាវទាំងអស់គ្នានៅលើកោះ Ohara ដែលបានសិក្សាអញ្ចឹងឯងអញ្ចឹងពួកគេត្រូវតែកម្ចាត់អ្នកដែលបានសិក្សាអំពីភាព100ឆ្នាំនៃភាពទទេស្អាតមួយហ្នឹងចោលឲ្យអស់ចំពោះនៅខាង Sanji ឯនេះវិញហ្នឹងគេគឺបានធ្វើដំណើរទៅមុខក៏បានឮសំឡេងអំពី Bonnie កំពុងតែជួបគ្រោះថ្នាក់ហើយតារូបរាងសេះដែលជា Natural ហ្នឹងគឺគាត់បានលើកដាវដើម្បីកាប់ទៅកាន់ Bonnie ក៏ប៉ុន្តែនៅពេលជាមួយនឹងគ្នាដែលបានកាប់ទៅហើយ Sanji ក៏បានមកទាត់ជាមួយនឹងគាត់មួយជើងដោយមិនឲ្យគាត់នឹងអាចកាប់ទៅកាន់ Bonnie បាននោះទេក៏ប៉ុន្តែតាជូរ៉ូនៅពេលហ្នឹងបានផ្លាស់ប្ដូរនៅរាងកាយរបស់គាត់คล้ายទៅជាសេះមួយគឺបានខំជាមួយនឹង Sanji ជាប់នឹងឯងស្របពេលជាមួយនឹងគ្នាហ្នឹងមានយក្ស2នាក់ទៀតគឺបានមកជួយជាមួយនឹង Sanji ហើយសម្បីតែ Frankie អីហ្នឹងក៏ព្យាយាមវាយខាងក្រោមជើងរបស់តាម្នាក់ហ្នឹងដើម្បីឲ្យគេលេងជាមួយនឹង Sanji ឡើងមកវិញក្រោយតែไปជួយ Sanji ហើយហ្នឹង Bonnie គឺបានផ្លាស់ប្ដូរនៅរាងកាយរបស់នាងคล้ายទៅជាមនុស្សនៅពេលអនាគតដែលជាមនុស្សយក្សតែម្ដងដើម្បីលុតជន់ជាមួយនឹងតាជូរ៉ូនឹងឯងចំពោះ Dr. Vegapunk គឺបានលើកឡើងដែរថានៅពេលនេះសន្ទរកថារបស់គាត់កំពុងតែចាក់បញ្ចាំងប៉ុន្តែបេះដូងរបស់គាត់នៅពេលនេះក៏ប្រហែលជាលេងលោតបាត់ទៅហើយប្រជាជនទាំងអស់គ្នាដែលបានស្ដាប់អំពីការនិយាយរបស់ Dr. Vegapunk ហើយពួកគេគឺបានដឹងដែរថានៅពេលនេះ Dr. Vegapunk គឺប្រហែលជាបាត់បង់ជីវិតបាត់ទៅហើយចំពោះ Dr. Vegapunk គាត់នៅតែបន្តនិយាយទៀតថាគាត់ចង់ប្រាប់អំពីរឿងរ៉ាវពិតនៃពិភពលោកមួយនេះឲ្យអ្នកទាំងអស់គ្នាបានដឹងក៏ប៉ុន្តែសាច់រឿងក៏បានកាត់ទៅដល់តាសឺឋានណែវិញហ្នឹងដែល
ដែលគាត់កំពុងតែប្រជុំមុខគ្នាជាមួយនឹងគ្នារបស់ណាមីគាត់ក៏បានដឹងដែរថានារីម្នាក់ដែលកំពុងតែនៅលើរទេះគឺជា Robin ចំពោះ Robin ក្រោយពីឮសម្លេងរបស់តា Sutton គាត់ក៏បានដឹងដែរថាសម្លេងម្នាក់នឹងឯងជាអ្នកដែលបានទេទៅកាន់ពួកទាហានជើងទឹកនៅលើកោះ O'Hara ដើម្បីហៅជាមួយនឹង Call ដើម្បីកម្ចាត់ជាមួយនឹងអ្នកដែលនៅលើកោះ O'Hara ម្នាក់នឹងគឺជាតា Sutton នឹងឯងដែលបានបញ្ជាទាហានជើងទឹកទាំងអស់គ្នាចំពោះតា Sutton ក្រោយពីបានដឹងថានឹងគឺជា Robin ហើយហ្នឹងគាត់ក៏បានបើកការវាយប្រហារទៅកាន់ Robin ប៉ុន្តែប្រោកចេញទៅរារាំងកាប់ជើងរបស់គាត់ឲ្យខ្លាចទៅជាទឹកកកសម្បីតែ Chopper ក៏បានរារាំងជាមួយនឹងរាងកាយមាឌដ៏ធំរបស់គាត់ណាមីហ្នឹងគឺបានជួយ Robin ទាន់ពេលវេលាមិនឲ្យត្រូវបានតា Sutton ចាក់ត្រូវនៅឡើយសាច់រឿងក៏បានកាត់ទៅកាន់ទាហានជើងទឹកដែលបានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើកោះ Egghead មួយហ្នឹង Dr. Vegapunk ឯនេះវិញគឺនៅតែបន្តនិយាយជាមួយនឹងវីដេអូរបស់គាត់ដោយនិយាយថាគាត់នឹងប្រាប់អំពីរឿងរ៉ាវពិតនៃពិភពលោកមួយនេះឲ្យបានដឹងតា Mas ហ្នឹងគឺបានសួរទៅកាន់យកថានៅពេលនេះហ្នឹងរកអាកន្លែងដែលបានចាក់បញ្ចាំងនឹងឃើញហើយឬនៅប៉ុន្តែយកនៅតែគិតអត់ចេញនោះទេទោះបីជាគាត់គឺជាក្លូនរបស់ Dr. Vegapunk ក៏ដោយប៉ុន្តែនៅពេលនេះបែរជារកកន្លែងដែល Dr. Vegapunk លាក់អំពីការចាក់បញ្ចាំងវីដេអូមួយហ្នឹងមិនឃើញទៅវិញហើយតា Mas ហ្នឹងគិតតែបង្ខំសួរយកឲ្យយកហ្នឹងឆាប់ប្រាប់អំពីចម្លើយមួយហ្នឹងឲ្យលឿនឡើងមកចំណែក Dr. Vegapunk នៅក្នុងវីដេអូហ្នឹងគាត់នៅតែបន្តនិយាយអំពីរឿងរ៉ាវពិតមួយនៃពិភពលោកមួយនេះនឹងត្រូវបានកើតឡើងអ្នកទាំងអស់គ្នានឹងមិនអាចរត់គេចបាននោះគឺពិភពលោកមួយនេះនឹងត្រូវបានទឹកជន់លិចទាំងអស់តាក់ទាមិនខាននោះទេតំបន់ដែលខ្ពស់ទៅអត់ត្រូវបានទឹកជន់លិចក្រោយតែពីបានលើ Dr. Vegapunk និយាយហើយហ្នឹងបុគ្គលល្បីៗនៅក្នុងរឿង One Piece របស់យើងចាប់ផ្ដើមសង្ហាចិត្តតែម្ដងចំពោះឯតាចាស់ទាំង5នាក់ហ្នឹងពួកគេក៏បានស្រែកព្រមគ្នាថាអាកញ្ចាស់ Vegapunk ហេតុឲ្យយករឿងរ៉ាវទាំងហ្នឹងទៅនិយាយសាច់រឿងរបស់យើងគឺបានបញ្ចប់តែប៉ុណ្្នឹងឯងគ្នាយើងដោយដែលបានធ្លាប់ប្រាប់កន្លងមកអញ្ចឹងរឿង One Piece គឺគេចេញតែមួយអាទិត្យម្ដងតែប៉ុណ្ណោះនឹងគឺជាក្រុមហ៊ុនដែលគេបានចាក់បញ្ចាំងនឹងឯងហើយមួយអាទិត្យខ្លះទៀតហ្នឹងគឺស្ទើរតែមិនបានចេញទៅទៀតប៉ុន្តែឮថាពេលបច្ចុប្បន្ននេះពេលថ្មីនេះក្រុមហ៊ុនដែលចេញរឿងហ្នឹងគឺគេចង់បដូរផែនការរបស់គេដោយមួយឆ្នាំហ្នឹងគឺគេចេញតែ26អេពីសូតនោះទេហើយគេចង់មានឈុតឆាក animation ឲ្យវាលយជាងមុនហ្នឹងឲ្យកាន់តែត្រជាក់ភ្នែកអីចឹងទៅទើបគេបដូរមកចេញត្រឹមតែ26អេពីសូតក្នុងមួយឆ្នាំហើយទៅថ្ងៃខាងមុខទៅជាយ៉ាងណាបន្តទៀតហ្នឹងគឺអត់មានអត់ដឹងនោះដែរអញ្ចឹងមានតែរងចាំមើលភ័យផ្លូវការរបស់គេដែលជាព័ត៌មានពិតហ្នឹងថាគេនឹងចេញបែបណាឲ្យពិតប្រាកដបើនិយាយឲ្យមានទេហ្នឹងមួយអាទិត្យចេញមួយអេពីសូតអញ្ចឹងមួយឆ្នាំហ្នឹងគឺគេអាចចេញរហូតដល់46អេពីសូតអីណោះប៉ុន្តែនៅពេលដែលគេបដូរផែនការមកចេញត្រឹមតែមួយឆ្នាំ26អេពីសូតបានន័យថាមួយឆ្នាំហ្នឹងគឺស្ទើរតែបាត់អស់ភាគពាក់កណ្ដាលហើយអញ្ចឹងដល់ពេលអញ្ចឹងទៅគេចង់ដោះដូរជាមួយនឹងការដែលគេហ្នឹងចង់ធ្វើឲ្យវីដេអូនៃរូបភាព animation ហ្នឹងកាន់តែល្អជាងមុនចំពោះគ្នាយើងដែលអត់យល់អំពី animation ហ្នឹងបានន័យថាចែបានន័យថា animation គឺចលនានៃតួអង្គហ្នឹងឲ្យឃើញថាអូ smooth ជាងមុនមើលទៅហ្នឹងតាក់ភ្នែកដូចជាកាយវិការមនុស្សពិតអីចឹងណាដូចគ្នាយើងមើលរាល់ថ្ងៃហ្នឹងឈុតឆាកខ្លះហ្នឹងគឺអត់ដូចមនុស្សពិតទេនៅតែរៀងជាតុក្កតាដែរប៉ុន្តែគេចង់ upgrade ឲ្យវាកាន់តែល្អមើលជាងមុនកាន់តែមានចលនាមើលទៅ smooth ជាងមុនអីចឹងទៅហើយចំពោះព័ត៌មានថ្មីបន្តទៀតទៅជាយ៉ាងណានៅពេលដែលគេ update អីថ្មីហ្នឹង admin នឹងព្យាយាមប្រាប់នៅខាងចុងវីដេអូនៃវីដេអូបន្តរបស់ admin នឹងឯងហើយមួយវិញទៀតចំពោះគ្នាយើងដែលចង់តាមដានទស្សនារឿង anime Black Clover ហ្នឹង admin នឹងព្យាយាមធ្វើយ៉ាងណាក៏ដោយនឹងព្យាយាមកាត់វីដេអូនៅថ្ងៃខាងស្អែកហ្នឹងអាចនឹងចេញវីដេអូ Black Clover ភាគបន្តរបស់យើងចាំចប់ Black Clover ចាំយើងគិតថានឹងសម្រាប់រឿងណាបន្តទៀតអញ្ចឹងគិតតែរឿង Black Clover ឲ្យចប់សិនទៅហើយក៏អរគុណអ្នកទាំងអស់គ្នាមែនតើដែលព្យាយាមតែងតែសួរថារឿង Black Clover ដល់ណាចេញអីអញ្ចឹងទៅប៉ុន្តែ admin គឺរវល់មែនហើយមួយរយៈនេះទើបតែតនេវិញទេ admin នឹងព្យាយាមយកពេលសល់ហ្នឹងគឺទៅកាត់វីដេអូក៏ដូចជាសម្រាប់វីដេអូ Black Clover បន្តនឹងឯងហើយព័ត៌មានប៉ុណ្ណឹងគឺអស់ហើយអ្នកនរគ្នាអញ្ចឹងជូនពរអ្នកទាំងអស់គ្នាសំណាងល្អសុខភាពល្អជួបគ្នានៅវីដេអូក្រោយបាយ